លោកឆ្មាកៃដេនដ៏អស្ចារ្យម្នាក់អ្នកប្រែក្លាយជាងើបឡើងមកឆ្មាថតដូចជ្រូកទៅវិញសុកមានរឿងអ្វីស្រែកហើយក៏សន្លប់ភ្លាមពេលអ្នកខ្ញុំគ្មានកម្លាំងដើម្បីប្រែក្លាយទៅជាសត្វផ្សេងទៀតទេតើខ្ញុំត្រូវស្នាក់នៅក្នុងរូបកាយជ្រូកនេះរហូតដល់ខ្ញុំត្រឡប់ទៅរកទម្រង់ដើមវិញមែនមកស្លាប់មិនបានទេណាបានហើយភ្ញាក់ហើយមែននឹងខ្ញុំមិនសន្លប់ទេដូច្នេះជប់អង្រួនខ្ញុំហើយដាក់ខ្ញុំចុះទៅអបាទខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ពេលលោកឆ្មាសន្លប់ឥឡូវខ្ញុំមានអារម្មណ៍ធូរស្រាលហើយខ្ញុំសន្លប់ហើយហេតុអ្វីបានជាអ្នកបារម្ភខ្លាំងម្ល៉េះចម្លែកមែនហេតុអ្វីបានជាខ្ញុំត្រូវប្រែក្លាយទៅជាឆ្មាថតបែបនេះលោកឆ្មាកៃដេនហៅខ្ញុំថាកៃដេនបាទលោកកៃដេនខ្ញុំមានរឿងចង់សួរបាទមានអ្វីលោកជាឆ្មាតែហេតុអ្វីបានជានិយាយភាសាមនុស្សបានខ្ញុំជាមនុស្សប្រកាសជានិយាយភាសាមនុស្សបានហើយហាក់ជាមនុស្សទេហឺទោះបីជាខ្ញុំស្ថិតក្នុងស្ថានភាពអ្នកក៏ដោយប៉ុន្តែខ្ញុំក៏ជាមនុស្សដូចឯងដែរមិនមែនជាឆ្មាទេខ្ញុំគ្រាន់តែប្រែក្លាយទៅជាឆ្មាមួយរយៈប៉ុណ្ណោះជាមនុស្សដែលបានប្រែក្លាយជាឆ្មាដូចដែលខ្ញុំបាននិយាយឯងមិនចាំបាច់ដឹងព័ត៌មានលម្អិតច្រើនពេកទេវាស្មុគស្មាញពេកមិនអាចពន្យល់បានទេប៉ុន្តែតើមនុស្សអាចប្រែក្លាយទៅជាឆ្មាបានមែនហីតើវាអាចទៅរួចដោយរបៀបណាការពិតដែលថាឯងឃើញខ្ញុំក្នុងស្ថានភាពបែបនេះគឺជាចម្លើយចំពោះសំណួរទី1របស់ឯងរួចទៅហើយចំពោះសំណួរទី2តាមទ្រឹស្ដីវាអាចទៅរួចតាមដែលយើងបានសាកល្បងវាលទ្ធផលគឺដូចដែលឯងឃើញនិយាយឲ្យត្រង់ទៅខ្ញុំមិនយល់តតែសោះបាទឯងមិនចាំបាច់យល់ទេបើដូច្នោះមែនហេតុអ្វីបានជាខេដិនប្រែក្លាយទៅជាឆ្មាមិនចាំបាច់ដឹងទេហើយមិនបានជាលោកដេកសន្លប់ហើយប្រឡាក់ដោយឈាមនោះមិនមែនអ្វីដែលឯងត្រូវដឹងទេយើងបានជួបគ្នាព្រោះកាលៈទេសៈបង្ខំទាំងគូឯងមិនចាំបាច់ដឹងច្រើនពេកទេមិនចាំបាច់ដឹងអ្វីទាំងអស់បាទលោកត្រូវញ៉ាំអាហារណាបាទលោកបានសន្លប់អស់រយៈពេលយូរហើយក៏មានរបួសដែរខ្ញុំបានប្រាប់ហើយថាខ្ញុំគ្រាន់តែប្រែក្លាយទៅជាឆ្មាមួយរយៈប៉ុណ្ណោះបើគ្មានអ្នកណាដឹងទេខ្ញុំប្រហែលជាស៊ីចំណីឆ្មាឥឡូវឯងដឹងហើយថាខ្ញុំជាមនុស្សប៉ុន្តែនៅតែយកចំណីឆ្មាឲ្យខ្ញុំស៊ុយទៀតកៃដេនជាមនុស្សមែនប៉ុន្តែពេលនេះមិនមែននៅក្នុងរូបកាយឆ្មាទេត្រឹមត្រូវហើយបើឆ្មាញ៉ាំអាហាររបស់មនុស្សវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពឆ្មាបានណាថែមកំពុងរងរបួសទៀតអញ្ចឹងស្ថានភាពរបស់នឹងកាន់តែអាក្រក់ទៅបាទញ៉ាំមុនសិនទៅបាទខ្ញុំចេញទៅក្រៅឲ្យចំណីឆ្មាជាមុនសិនខ្ញុំប្រញាប់ចូលផ្ទះវិញហើយភ្លេចឲ្យក្មេងញ៉ាំពួកគេប្រហែលជាឃ្លានហើយមេងនោះនិយាយត្រូវហើយយើងធ្លាប់ឮថាបើឆ្មាស៊ីអាហាររបស់មនុស្សវាអាចមានសុខភាពមិនល្អក្រៅពីនេះដោយសារយើងប្រែជាឆ្មាយើងត្រូវស៊ុយអាហារឆ្មាទើបត្រឹមត្រូវទោះបីជាវាពិបាកបន្តិចក៏ដោយយើងត្រូវតែញ៉ាំអាហារដើម្បីឲ្យរាងកាយត្រឡប់មកដូចធម្មវិញប៉ុន្តែ Kaden មិនបានត្រូវញ៉ាំអាហារឆ្មាទន្ទិញទៅថាដើម្បីរាងកាយស្ដារឡើងវិញតើរសជាតិនេះជាអ្វីទៅអាយ៉ាកៃដេនម្នាក់នេះស៊ីចំណីឆ្មាទាំងអស់ក្នុងចានហើយវាពិតជាឈួតណាស់ព្រោះរាងកាយរបស់ខ្ញុំស្ថិតក្នុងស្ថានភាពមិនល្អទើបធម្មពលនៅសល់តិចតួចប៉ុណ្ណោះបើពួកគេរកឃើញយើងហើយចាប់យើងទៅយើងពិតជាមិនអាចទប់ទល់នឹងពួកគេបានទេយើងត្រូវលាក់ខ្លួននៅក្នុងរូបកាយនេះរហូតដល់រាងកាយធូរស្រាលឡើងសិនកៃដេនខ្ញុំចេញទៅក្រៅមួយភ្លេតខ្ញុំនឹងត្រឡប់មកវិញបាទចង់ទៅណាទៅមន្ទីរពេទ្យសត្វបាទអស់អាហារឆ្មាហើយខ្ញុំទើបតែទិញនំមកប៉ុន្តែខ្ញុំភ្លេចទិញបាយបាទឥឡូវនេះមែនទេអូកៃដេនទៅជាមួយខ្ញុំទេហាក់ហេតុអ្វីខ្ញុំត្រូវទៅមកចោះចូលយើងទៅជាមួយគ្នាណាបើខ្ញុំប្រាប់អ្នកអតីអំពីរឿង Kaden តើ Kaden មិនបារម្ភពីរឿងនោះទេបើនិយាយអញ្ចឹងចាប់ផ្ដើមបារម្ភហើយទៅក៏បានដែរដែលយើងទៅជាមួយឯងគឺដើម្បីសង្កេតមើលឯងទេបាទតើឯងនឹងធ្វើអ្វី Kaden មានរបស់ខ្ញុំថាពូទៅល្អជាងមិនចាំបាច់ទេកុំធ្វើដូចយើងជាឆ្មាតាក់យើងចោះតើឯងគិតថាឯងអាចបង្ខំយើងឲ្យចេញទៅក្រៅដោយកំពុងតែខឹងបានមែនតាក់យើងចោះភ្លាមតើអារម្មណ៍ធូរស្រាលដ៏ខកចិត្តនេះជាអ្វីស្ងប់ចិត្តយើងប្រែក្លាយជាឆ្មាមែនប៉ុន្តែយើងមិនមែនជាឆ្មាទេឥឡូវនេះយើងគ្រាន់តែហត់នឿយប៉ុណ្ណោះហើយនេះជាលើកដំបូងដែលបានប្រែក្លាយជាឆ្មានោះហើយជាមូលហេតុដែលយើងមានអារម្មណ៍បែបនេះមែនហើយមិនអាក្រក់ទេសួស្ដីបាទលោកគ្រូពេទ្យជីវូឯងមកធ្វើអ្វីយកយ៉ាងនេះខ្ញុំមកដើម្បីទិញចំណីឆ្មាហើយនឹងថាឲ្យលោកគ្រូមើលឆ្មាមួយអ្នកផងវាដូចជារងរបស់អ្នកឯងហ៊ានបោកបញ្ឆោតយើងផងមិនអីទេដាក់ឆ្មានៅលើទៅបានមិនដែលឃើញពីមុនមកទេតើវាឈ្មោះអ្វីកៃដេនបាទអូឈ្មោះនេះស្ដាប់ទៅដូចជាចម្លែកបន្តិចប៉ុន្តែវាមិនស៊ីគ្នានឹងរូបរាងទេតើយើងគួរសម្លាប់វាទេណាសុំមើលបន្តិចនោះជារឿងដ៏អាម៉ាស់បំផុតហាក់ដូចជាមិនមានបញ្ហាអ្វីទេពិតមែនទេបាទពេលខ្ញុំជួបគាត់លើកដំបូងគាត់ប្រឡាក់សុទ្ធតែឈាមពិតមែនទេប៉ុន្តែយោងតាមដែលមើលគេមិនមានរបួសអ្វីនៅលើខ្លួនទេធូរស្រាលណាស់លើពីនេះទៅទៀតអ្វីដែលសំខាន់បំផុតសម្រាប់ឆ្មានេះគឺជួយវាសម្រកទម្ងន់ទៅហាសម្រាប់វាចោលប្រដោយទេដឹងលើកនេះគ្មានថ្នាំឲ្យទេណាសង្កេតមើលរោគសញ្ញាជាមុនសិនបើមានអ្វីមិនប្រក្រតីអាចចូលមកបានបាទអរគុណខ្ញុំពិតជាធូរទ្រូងណាស់យើងសួរឯងបន្តិចតើមានឆ្មាណានៅទីនេះដែលមើលទៅដូចជាបិសាចទេតើគឺឆ្មាបិសាចយើងមានន័យដូចម្ដេចទៅ
តានោះជាអ្វីទៅតានោះជាឆ្មាបីសាច់ដែលកំពុងនិយាយនឹងមែនតានោះពិតជាឆ្មាមែនទេវាមើលទៅដូចជាខ្លាចច្រើនជាងខ្ញុំមិនដឹងថាវាដោយសារតែខ្ញុំនៅក្នុងខ្លួនឆ្មាអត់ទេប៉ុន្តែខ្ញុំអាចមានអារម្មណ៍ថាវាជាឆ្មាប៉ុន្តែបរិយាកាសមិនសូវល្អសភៈមើលចុះវាដូចខ្លាមែនគួរធ្វើមិនដេចទៅហេតោះរត់ទៅល្អជាងអូហូឯងវិភាគស្ថានភាពបានល្អណាស់យើងគិតថាឯងខ្លាចពេកមិនហ៊ានរត់ទៅណាហើយតើប៉ុន្តែបើនៅតែរត់បែបនេះទៀតដឹងតែត្រូវវាចាប់បានហើយអូយមិនអីទេជីវូធូរទ្រូងតិចតែវាបាក់ត្រូវតែឲ្យបន្តិចប៉ុន្តែតើយើងធ្វើអ្វីបន្ទាប់ទៅវាជាការល្អប្រសិនបើមានអាវុធប្រភេទណាមួយអរ៉េហឹមកុំចូលមកតើឯងឈួតមែនទេតើប្រដាប់ក្មេងលេងបែបនេះអាចធ្វើអ្វីបាននេះជារបស់តែមួយគត់ដែលខ្ញុំអាចប្រើជាអាវុធបានទេកុំចូលមកហាកៃដេននៅលើនេះជាឱកាសរបស់យើងដើម្បីរត់គេចខ្លួនហើយកៃដេន